បងប្អូននេះខ្ញុំមកលេងនៅខាងភូមិស្រុកលោកហើយរូបដែលខ្ញុំមើលឃើញហ្នឹងគឺម្ដុំកាស៊ីណូនេះភ្នំនៅកន្លែងស្រុកលោកកាស៊ីនេះល្អណាស់ទីតាំងហ្នឹងនៅខាងព្រំប្រទល់ខ្មែរវៀតណាមបើគិតទៅម្ដុំនេះគេហៅកម្ពុជាក្រោមយើងពីមុនមកដែលវៀតណាមយកទឹកដីខ្មែររបស់យើងខ្ញុំមិនដែលបានមកខ្ញុំមកលើកទី1ដែរទេដោយសារឲ្យក្មេងខ្ញុំគាត់មានផ្ទះបងប្អូននៅនឹងដែរនោះតែចិត្តនៅខាងក្រោយខាងចុងនោះខាងព្រំដែនយ៉ាងណាចំព្រំដែនខាងនេះចំព្រំដែនខាងនេះព្រំដែនទៅខាងព្រៃចាក់ព្រំដែនទៅខាងព្រៃចាក់ហើយមកជួខាងនេះទៅខាងកែបកពតចេញទៅខាងកែបកពតទៅខាងនោះកាសិល្អនេះហើយអាគារដែលមើលឃើញអានេះផ្ទះរបស់ប្រជាពលរដ្ឋហើយភ្នំខ្មែរយើងហើយអាគារដែលមើលឃើញនោះអាគារដែលគេឲ្យបុគ្គលិកខាងអាគារអនឡាញនៅទេសភាពស្អាតបងប្អូនជាខាងចុងនេះវាជាដោយសារវាចេញពីសមុទ្រមកបើយើងមកពីព្រំប្រទល់មកយើងនៅគិសមុទ្រយើងធ្វើការច្រើនហត់ហើយយើងមកដើរលេងចេះកាត់ stress ធ្វើឲ្យអារម្មណ៍ស្រស់ស្រាយអត់សូវគិតច្រើនហើយយើងធ្វើការមួយខែទៅមួយខែគឺនៅតែភ្នំពេញអត់សូវបានមកដើរលេងចេះអត់អារម្មណ៍វាស្មុគស្មាញយើងមកចេះយើងស្រឡះគូក្បាលនៅស្រុកនេះសម្បូរដាំដងគេដាំតែដើមដងស្រុកនេះខាងកពតនេះចូលទឹកដីកពតហ្នឹងនេះព្រោះខ្ញុំជិះតាមផ្លូវមកខាងផ្លូវខ្ញុំជិះហ្នឹងខាងមកខាងផ្លូវតានីទុកមាសផ្លូវលេខប្រហែលនេះផ្លូវហ្នឹងខាងតានីទុកមាសចាំបងប្អូនមកដើរលេងខ្ញុំមកធ្វើការហត់អីពិបាកចិត្តអីមកដើរលេងមកធូរ stress កាត់ stress អត់សូវពិបាកចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេបងប្អូនអរគុណច្រើន